អ្នកជោគជ័យគាត់ណែនាំថាកុំឲ្យគេងច្រើនពេកតែគ្រូពេទ្យណែនាំគេងឲ្យបានគ្រប់គ្រាន់ធំតែគ្រប់គ្រាន់បានហើយតែខ្ញុំមិនដឹងថា6ទៅ8ម៉ោងច្រើនពេកអត់តែអាហ្នឹងសម្រាប់ពេទ្យគឺគ្រប់គ្រាន់ហើយបើសិនជាមិនគ្រប់គ្រាន់ទេគេងតិចបាទធំមួយថ្ងៃ4ម៉ោងជាប្រចាំណាបញ្ហាមានតែគេខ្លះទី1គ្រូក្បាលរបស់យើងនេះសមត្ថភាពគឺធ្លាក់ចុះអត់សូវចាំទេគិតអីក៏មិនសូវចេញដែរទី2ប្រព័ន្ធភាពស៊ាំរបស់យើងហ្នឹងក៏ធ្លាក់ចុះដែរអាចនឹងងាយឈឺហើយទី3ពាក់ព័ន្ធជាមួយនឹងអរម៉ូន stress កាលណាគេអត់គ្រប់គ្រាន់អរម៉ូន stress ហ្នឹងឡើងហើយពេលដែលឡើងនិយាយតិចមួមម៉ៅខឹងគេយកតែម្ដងហើយទី4នោះគ្រោះថ្នាក់ធ្ងន់មែនតើអាចប្រឈមជាមួយនឹងជំងឺសរសៃឈាមបេះដូងជាមួយនឹងជំងឺសរសៃឈាមនៅខួរក្បាលប្រយ័ត្នគ្រោះថ្នាក់អញ្ចឹងគួរតែគេងឲ្យបានគ្រប់គ្រាន់